បាទអូខេជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាតើយើងទៅតវីដេអូរបស់យើងតិចតើតាន់ជាមួយនឹងកីឡាករបឺតសង្ឃឹមត្រូវឡើងការពារខ្សែក្រវ៉ាត់ហើយបាទកីឡាករដែលមកដណ្ដើមពីគាត់នឹងគឺជាកីឡាករបាទរបស់ប្រទេសរុស្ស៊ីហើយក៏ជាជើងខ្លាំងធ្លាប់ប្រកួតនៅ RWS ដែរហើយក៏ធ្លាប់ប៉ះជាមួយយោធិនបាទបើសង្ឃឹមក៏ប៉ះដែរអញ្ចឹងគាត់នេះគឺជាម្ចាស់ជើងឯកបាទ IFMA បាទជាម្ចាស់ជើងឯកដែរតែឥឡូវនេះគឺអត់ដឹងថាគាត់មានក្រុងខ្សែក្រវ៉ាត់អត់ទេ2025នេះដឹងថាហងមេគាត់យកមកនៅក្នុងកម្មវិធី Extreme ហ្នឹងគឺប្រកួតដណ្ដើមខ្សែក្រវ៉ាត់2បើសង្ឃឹមរឿងនេះខ្ញុំចង់និយាយតិចតាក់ទិនជាមួយនឹងអតីតអ្នកខ្លាំងនិងបច្ចុប្បន្នខ្លាំងឥឡូវខ្ញុំនិយាយតាក់ទងជាមួយនឹងកីឡាករឥឡូវយើងនិយាយបើសង្ឃឹមនឹងកីឡាកររុស្ស៊ីនេះចាស់បាទបើសិនជាពីមុនគាត់ខ្លាំងគាត់ជាម្ចាស់ជើងឯកឬក៏បាទជាម្ចាស់ពៀនទ្របប៉ះកីឡាករនេះកីឡាករនោះឈ្នះអស់ហើយបាទតែបច្ចុប្បន្ននេះក៏មិនប្រកាសថាគាត់នឹងគឺខ្លាំងដែរអញ្ចឹងបងប្អូនឥឡូវខ្ញុំសូមប្រៀបធៀបក៏ដូចជានិយាយទៅកាន់តែលេខ2តិចនិយាយទៅចំដូចប៊ូខាវអីចុះបាទបើសិនជាឲ្យប៊ូខាវមកប្រកួតឥឡូវសឹងតាបើប៉ះជាមួយធឿនតារាមែនក៏ខ្ញុំមិនសប្បាយចិត្តនឹងការឈ្នះរបស់ធឿនតារាទៅលើប៊ូខាវដែរដោយសារប៊ូខាវគាត់ចាយបាទចាយលេងតាន់លេងធ្ងន់លេងអាវុធគាត់មិនថាអត់ធ្ងន់ទេគឺខុសពីមុនណាបងប្អូនខុសពីពេញឡើងខ្លាំងតែបើសិនជាយើងបាទកំពុងតែខ្លាំងប៊ូខាវកំពុងតែខ្លាំងវាយអត់ចាញ់ទេអត់អីទេហើយដល់ប៉ះធឿនតារាឈ្នះអានោះខ្ញុំសប្បាយចិត្តខ្ញុំខ្ញុំប្រភើបតែបើសិនជាពីមុនខ្លាំងហើយបច្ចុប្បន្នមិនខ្លាំងគ្រាន់តែអតីតជាអ្នកខ្លាំងខ្ញុំគាត់ថាអត់មានអីអស្ចារ្យទេបាទជាស្ដែងដូចជាកីឡាករប៉ះជាមួយកីឡាករបឺតសង្ឃឹមបាទឥឡូវអាចថាកីឡាករហ្នឹងគឺគាត់អត់ធ្លាក់អត់ចុះទេអាចនឹងថេហើយធ្វើការប្រកួតជាមួយកីឡាករបឺតសង្ឃឹមហ្នឹង5ទឹកកងធំហើយដណ្ដើមខ្សែក្រវ៉ាត់2បឺតសង្ឃឹមទៀតបាទឮសំឡេងរំខានតិចអធិស្ឋានមែនទែនបាទអញ្ចឹងសង្ឃឹមថាបើសង្ឃឹមនឹងធ្វើឲ្យបានល្អប៉ះកីឡាកររុស្ស៊ីនេះបាទជាពិសេសក្បាច់គេលយហើយបាទកីឡាករនេះគឺដៃធ្ងន់ជើងតត់កាត់ល្អនិយាយទៅគឺប៉ះជាមួយអ្នកលេងចិត្តសាស្ត្រគឺខ្ញុំក៏ថាបែកផ្កាភ្លើងហើយនឹងមានគូក្រោយជាច្រើនទៀតពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចតាមដានទាំងអស់គ្នាផងបាទអញ្ចឹង admin និយាយនេះគឺជាគូរបស់កីឡាករបាទបឺតសង្ឃឹមប៉ះជាមួយនឹងកីឡាកររុស្ស៊ីបាទបឺតសង្ឃឹមបងប្អូនដឹងហើយការប៉ះគ្នាជាមួយនឹងយោធិនគឺអត់បានមកទឹកទេគឺអាចថាដើមទឹកមករវល់តបែកពេលហ្នឹងយោធិនចូលក៏ឆក់អាយ៉ះក្រោមដូចជាលើអញ្ចើមបាទអាយ៉ះធំដែរអញ្ញាកណ្ដាលក៏ប្រឈប់ទៅកាលហ្នឹងដូចជាធ្វើការប្រកួតនៅទឹកដីបាទអូស្ត្រាលីហើយដូចជាដណ្ដើមខ្សែក្រវ៉ាត់ WBC ពុកម៉ែបងប្អូនទាំងអស់គ្នាអ្នកណាដឹងក៏ជួយ comment នៅខាងក្រោមម្នាក់មួយផងព្រោះដូចជាប្រកួតចូលក្បែរមួយឆ្នាំដែរអត់មានចង់ភ្លេចកាលហ្នឹងប៉ះយោធិនបាទបើសាច់ស្នៀតប្រយុទ្ធខ្ញុំគាត់ថាអ្នកទាំងពីរហ្នឹងគឺល្អខ្លាំងបាទហើយក្បាច់ដូចគ្នាតែអ្វីដែលយើងមិនអាចប្រហែសបាននោះគឺដូចអត់មាននិយាយអញ្ចឹងគឺគេបកែចូលឆក់កែងយកហ្មងមានន័យថាពេលពងអតៈគ្នាទល់មុខគ្នាបាទយើងកំពុងតែតាមអារម្មណ៍វាយហ្នឹងគេចូលបុកកែងកញ្ឆក់ធ្វើម៉េចឲ្យយើងខូចបាទមិនបើយើងមិនបែកទេក៏យើងអាចនឹងស្លាប់ដែរតែបើសង្ឃឹមគឺបាទគាត់មិនអីទេបាទតែគ្រាន់តែបែកគឺសោកស្ដាយខ្លាំងមែនទែនបើសិនជាការប្រកួតនឹងរលូនណាអត់មានគេថាបែកផ្កាភ្លើងខ្ញុំហ៊ាននិយាយចឹងហ្មងបែកផ្កាភ្លើងយកគ្នាហើយសង្ឃឹមថាយោធិននឹងប៉ះបើសង្ឃឹមម្ដងទៀតហើយបើសង្ឃឹមនឹងធ្វើឲ្យយោធិនហ្នឹងគឺស្គាល់ពីគាត់តែបើតាម admin ដឹងបាទគឺធ្លាប់មើលឃើញវីដេអូមកបង admin ធំយើងនៅស្រុកខ្មែរយើងសុភ័ក្រទៅគាត់ថាមិនទៅជាចង់ជួបអីណាទេបាទតែបើថារៀបឲ្យគឺមិនខ្លាចនឹងរុញរៀននឹងវាយទេគឺវាយទៀតបាទនេះគឺជាកីឡាករបឺតសង្ឃឹមពុកម៉ែបងប្អូនទាំងអស់គ្នាបាទស្ដាប់ឮខ្ញុំច្បាស់
ដោយសារតែយើងនៅចិត្តផ្លូវអញ្ចឹងអាចនឹងលឺសលេងឡានម៉ូតូវារំខានតិចអធិស្ឋានមែនទែនបងប្អូនកុំភ្លេចចុច like subscribe ហើយ follow page ថ្មីខ្ញុំម្នាក់មួយផងឥឡូវគឺដាច់ direct ឲ្យតែនិយាយពីកីឡាករគឺដាច់សម្បូរអ្នក report បាទឬមួយកីឡាករ report បាទ page 2ទៅ2ឥឡូវចាប់ផ្ដើមពី0 follow ទៅវិញហើយបងប្អូនទាំងអស់គ្នាហើយ YouTube ក៏ថ្មីទៀតបាទគឺអត់សូវមានបាទមិនមែនធ្វើដើម្បីលុយបាទដែលបានចាយលុយ YouTube Facebook រៀលទេតែគ្រាន់យើងជា fan មួយយើងចង់បញ្ចេញចំណាប់អារម្មណ៍បាទបើសិនជាយើងអង្គុយតែសេផុសនឹង view បាទ view ចឹងទៅក៏និយាយជាវីដេអូទៅបាទចង់បញ្ជាក់ពីអារម្មណ៍ឬក៏យើងចង់និយាយពីទឹកចិត្តរបស់យើងចង់ឲ្យកីឡាករធ្វើបែបនេះបែបនោះចឹងទៅហើយពុកម៉ែបងប្អូនណាបាទចង់បញ្ចេញមតិយោបល់ជាវីដេអូអីអាចឆាតប្រាប់ខ្ញុំបានឬក៏ comment នៅខាងក្រោមបើចង់ចេញវីដេអូអីអាចខ្ញុំនឹងយកវីដេអូពុកម៉ែបងប្អូនមកផុសក្នុង channel ឬក៏ក្នុង page ទាំងអស់គ្នាអរគុណច្រើនពុកម៉ែបងប្អូនទាំងគ្នាបាទជួបគ្នានៅវីដេអូក្រោយបន្តទៀតហើយយើងសង្ឃឹមថាកីឡាកររបស់យើងកាន់តែរីកចម្រើនទៅអត់ចម្រើនមកទេthì ចម្រើនទៅអត់មកបាទនិយាយលេងទេបាទអរគុណទាំងអស់គ្នាបាទជួបគ្នាវីដេអូក្រោយបន្តទៀត